ទីក្រុងឆុងជីងនិងកំពង់ផែភ្នំពេញចាប់ដៃគ្នាបង្កើតឃ្លាំងទំនិញក្រៅប្រទេសដើម្បីជំរុញពាណិជ្ជកម្មLogistic អន្តរជាតិឈុនឈីងដែលកំពុងតែជាចំណុចចាប់ផ្ដើមនៃច្រករបៀងពាណិជ្ជកម្មផ្លូវគោកនិងផ្លូវទឹកថ្មីនៅភាគខាងលិចនិងជាប្រភពនៃខ្សែរថភ្លើងចិនអឺរ៉ុបកំពុងតែបង្កើនសន្ទុះនៃកិច្ចសហប្រតិបត្តិការជាមួយនឹងប្រទេសកម្ពុជាតាមរយៈការបង្កើតឃ្លាំងទំនិញក្រៅប្រទេសនៅកំពង់ផែភ្នំពេញបច្ចុប្បន្ននេះសួនមជ្ឈមណ្ឌល Logistic ខាងលើបានពង្រីកឃ្លាំងទំនិញក្រៅប្រទេសចំនួន33កន្លែងនៅជុំវិញពិភពលោកដើម្បីពង្រឹងប្រព័ន្ធខ្សែចង្វាក់ផ្គត់ផ្គង់ឆ្លងដែនការសម្រេចចិត្តបង្កើតឃ្លាំងទំនិញនៅកំពង់ផែភ្នំពេញត្រូវបានចាត់ទុកថាជាជំហានដ៏សំខាន់ក្នុងការវិលុកទីផ្សារអាស៊ីអាគ្នេយ៍និងពង្រឹងប្លង់យុទ្ធសាស្ត្រនៅក្នុងតំបន់អាស៊ានកំពង់ផែភ្នំពេញក្នុងនាមជាមជ្ឈមណ្ឌលដឹកជញ្ជូនតាមផ្លូវទឹកដ៏សំខាន់និងជាច្រកទ្វារបែងចែកពាណិជ្ជកម្មរបស់កម្ពុជាមានតម្លៃទីតាំងនិងស្ថានភាពយុទ្ធសាស្ត្រតែមួយគត់ដែលតភ្ជាប់ទៅកាន់តំបន់ក្នុងដីនិងតំបន់ជុំវិញកិច្ចសហប្រតិបត្តិការនេះគឺជាការអនុវត្តដ៏មានសារៈសំខាន់នៅក្នុងការប្រើប្រាស់ច្រករបៀងថ្មីដើម្បីពង្រឹងការផ្លាស់ប្តូរសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងកម្ពុជាក៏ដូចជាការបើកចំហនៅវត្តពាណិជ្ជកម្មទ្វេភាគីផងដែរទោះបីជាទីក្រុងឆុងឈីងនិងរាជធានីភ្នំពេញមានចម្ងាយឆ្ងាយគ្នារាប់ពាន់គីឡូម៉ែត្រក៏ដោយប៉ុន្តែចំណងមិត្តភាពជាប្រពៃណីដ៏ស៊ីជម្រៅតម្រូវការបំពេញឲ្យគ្នាទៅវិញទៅមកនៅក្នុងវិស័យឧស្សាហកម្មនិងចក្ខុវិស័យរួមនៃការអភិវឌ្ឍបានធ្វើឲ្យកិច្ចសហប្រតិបត្តិការនេះគឺកាន់តែជិតស្និទ្ធសម្រាប់ផែនការទៅថ្ងៃអនាគតភាគីទាំងពីរនឹងប្រកាន់ខ្ជាប់នៅគោលការណ៍កិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមកដើម្បីរួមចំណែកដល់ការលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសចិននិងកម្ពុជាឲ្យកាន់តែប្រសើរឡើង។